content ឆ្នាំ2026របស់ខ្ញុំចាប់ផ្ដើមពីការចាប់ផ្ដើមនិងការចាប់ផ្ដើមសារជាថ្មីដែល content នេះខ្ញុំនឹងផ្ដោតទៅលើជាភាគហើយអ្នកនរអាចតាមដានវាជាភាគបាននេះគឺជា episode ទី1ដែលខ្ញុំរាប់ទៅជា episode 0ដែលខ្ញុំនិយាយពី start and restart topic so សម្រាប់ខ្ញុំពេលដែលខ្ញុំចាប់ផ្ដើមកាន់ទូរស័ព្ទថតវីដេអូដំបូងនោះខ្ញុំអត់សូវខ្វល់អត់សូវគិតអីច្រើនទេខ្ញុំគ្រាន់តែដឹងថាខ្ញុំចង់បង្ហាញមុខខ្លួនឯងហើយចង់ឲ្យអ្នកមួយចំនួនគាត់ដឹងថាខ្ញុំជាពីណាអញ្ចឹងក៏ចេះតែថតទៅហើយការថតរបស់ខ្ញុំខ្ញុំផ្ដោតទៅលើការរៀនខុសខ្ញុំចូលចិត្តរៀនមែនតើអីក្តីគ្រប់យ៉ាងខ្ញុំចាប់ផ្ដើមពីការរៀនហើយខ្ញុំទៅធ្វើអញ្ចឹងឥឡូវវិញ2026ខ្ញុំត្រូវ restart ឡើងវិញជាងការ restart សម្រាប់ខ្ញុំវាជួបឧបសគ្គច្រើនដែរព្រោះខ្ញុំមានអារម្មណ៍ថាប្រហែលជាខ្ញុំអត់តន់ត្រានឬក៏អត់ដឹងថាខ្លួនឯងគួរតែធ្វើមិនឲ្យវាត្រូវមកបែបបានប៉ុន្តែខ្ញុំជឿជាក់ថាឲ្យតែយើងខំប្រឹងប្រកាសជាមានផ្លូវទៅមុខហើយខ្ញុំសង្ឃឹមថាអ្នកនរគ្នានឹងរងចាំទស្សនាវីដេអូភាគរបស់ខ្ញុំនឹងបន្តទៀតជួបគ្នា episode ក្រោយ